ចង់លើកឡើងពាក់ព័ន្ធនឹងបញ្ហាភូមិសាស្ត្រនយោបាយវេកញែកជូនបងប្អូនយើងដើម្បីធ្វើការពិចារណាទាំងអស់គ្នាបាទជាពិសេសគឺបញ្ហាភូមិសាស្ត្រនយោបាយដែលពាក់ព័ន្ធទៅនឹងបញ្ហាសង្គ្រាមរវាងកម្ពុជានិងថៃក៏ដូចជាបញ្ហាសង្គ្រាមការចំនួននៅក្នុងដែនសមុទ្រចិនខាងត្បូងហើយនឹងពាក់ព័ន្ធជាមួយនឹងអាស៊ានក៏ដូចជាពាក់ព័ន្ធជាមួយនឹងមហាអំណាចសហរដ្ឋអាមេរិកហើយនិងមហាអំណាចចិនបងប្អូនបានជ្រាបហើយគឺនៅក្នុងប្រទេសអាស៊ានយើងឥឡូវនេះមាន11សមាជិកបាទដែលជាប្រទេសរដ្ឋសមាជិករបស់អាស៊ាននៅក្នុងនោះប្រទេសដែនគោកមានចំនួន5ហើយនិងប្រទេសដែនទឹកមានចំនួន6បាទហើយនៅក្នុងបញ្ហាភូមិសាស្ត្រនយោបាយនៅក្នុងចំណោមសមាជិកអាស៊ាននេះគឺមានការបែងចែកផងដែររវាងអ្នកដែលលំអៀងទៅខាងមហាអំណាចចិនហើយនិងលំអៀងទៅខាងមហាអំណាចសហរដ្ឋអាមេរិកដែលធ្វើឲ្យសមាជិកកម្មអាស៊ានរហូតដល់ពេលនេះមិនទាន់បានសម្រេចទេគឺអាស៊ានបានដាក់គោលដៅក្នុងការធ្វើសមរណកម្មតាំងពីឆ្នាំ2015ឯណោះបាទតែរហូតដល់នេះជាង10ឆ្នាំមកហើយគឺរហូតដល់2025ហើយគឺនៅតែមិនទាន់អាចធ្វើសមរណកម្មដោយដែលអឺរ៉ុបគេបានធ្វើទេតាក់ទងទៅនឹងការដឹកជញ្ជូនតាក់ទងទៅនឹងការដើរហើរការដោះដូរពាណិជ្ជកម្មសេរីជាមួយគ្នាអីឡាក់បាទនេះដោយសារតែបញ្ហារវាងការដណ្ដើមនៅគេហៅឥទ្ធិពលរវាងមហាអំណាចចិននិងសហរដ្ឋអាមេរិកហើយបើយើងពិនិត្យមើលប្រទេសនៅក្នុងដែនទឹកស្ទើរតែទាំងអស់បាទគឺមានការផ្អៀងទៅសហរដ្ឋអាមេរិកហើយប្រទេសដែនគោកគឺមានថៃបាទដែលជាកូនជឹងដ៏សំខាន់របស់សហរដ្ឋអាមេរិកដែលជាដៃគូសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកហើយប្រទេសដែនគោកចំនួន4ទៀតរួមមានកម្ពុជាឡាវភូមាហើយនិងវៀតណាមបាទគឺហាក់បីដូចជានៅមានការស្និទ្ធស្នាលជាមួយនឹងប្រទេសចិនបាទជាពិសេសគឺកម្ពុជាឡាវហើយនិងភូមានេះតែម្ដងដោយឡែកវៀតណាមគឺមានការលិចអណ្ដែតបាទគេចេះលេងបាទគេផ្អៀងទៅនោះទទួលប្រយោជន៍ទៅគេផ្អៀងទៅនោះទទួលប្រយោជន៍វៀតណាមឆ្លាតណាស់វៀតណាមគឺមានទំនាក់ទំនងល្អជាមួយមហាអំណាចទាំង3មហាអំណាចសាមកុកវៀតណាមមានការទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកក៏មានទំនាក់ទំនងក៏ល្អបំផុតដែរតាក់ទងបញ្ហាពាណិជ្ជកម្មជាមួយនឹងចិនក៏មានទំនាក់ទំនងល្អផងដែរតាក់ព័ន្ធទៅនឹងបញ្ហាយោធាជាមួយនឹងរុស្ស៊ីបាទនេះគឺប្រទេសមួយដែលឆ្លាតបំផុតនៅក្នុងចំណោមអាស៊ានយើងនេះហើយដូច្នេះទេនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងបញ្ហាការបោះឆ្នោតផ្សេងការគ្រប់គ្រងចិននៅក្នុងអាស៊ានគឺកម្ពុជានេះគឺអាចនិយាយបានថាជាកូនសំណុករបស់ចិនដូច្នេះទេបើយើងពិនិត្យមើលទៅលើទំនាស់រវាងចំនួនដែលកំពុងតែសង្គ្រាមជាមួយនឹងថៃហើយជាមួយនឹងកម្ពុជានេះខ្ញុំយល់ឃើញថាចិនមិនអាចចោលកម្ពុជាបានទេចិនអាចបោះបង់ចោលនៅគេហៅថាផលប្រយោជន៍សេដ្ឋកិច្ចជាមួយនឹងថៃប៉ុន្តែចិនមិនអាចបោះបង់ចោលនៅគេហៅថាអ្នកគ្រប់គ្រងបញ្ហាភូមិសាស្ត្រនយោបាយបញ្ហាគោលនយោបាយអន្តរជាតិគោលនយោបាយការបរទេសរបស់ចិនជាពិសេសគោលនយោបាយចិនតែមួយបាទហើយនឹងការគ្រប់គ្រងដោះស្រាយដោយសន្តិវិធីនៅក្នុងចំនួនសមុទ្រចិនខាងត្បូងឡាក់បាទដូច្នេះកម្ពុជាគឺសំខាន់ណាស់សម្រាប់ចិនដូច្នេះបើទោះបីជាកន្លងមកយើងឃើញថាអាមេរិកសកម្មនៅក្នុងការដោះស្រាយបញ្ហាចំនួនរវាងថៃហើយនិងកម្ពុជានេះប៉ុន្តែសម្រាប់ខ្ញុំគឺឃើញថាចិនជាអ្នកធ្វើការនៅពីក្រោយដ៏ស្ងប់ស្ងាត់ជាអ្នកគ្រប់គ្រងកម្ពុជាដ៏ស្ងប់ស្ងាត់ព្រោះចិនមិនអាចអត់កម្ពុជាបានទេជាប្រវត្តិសាស្ត្រហើយបាទគឺចិននិងកម្ពុជានេះតែថៃបាទក៏ជាប្រវត្តិសាស្ត្រជាមួយនឹងសហរដ្ឋអាមេរិកបងដែរហើយអ្វីដែលខ្ញុំចាប់ផ្ដើមសង្ស័យនោះគឺថាអាមេរិកចាប់ផ្ដើមទាញយកអ្នកដែលគ្រប់គ្រងចិនដើម្បីទាញយកគេហៅថាឥទ្ធិពលរបស់សហរដ្ឋអាមេរិកតាមរយៈនៅខាងមុខគ្រប់គ្រងកម្ពុជានៅខាងក្រោយគ្រប់គ្រងថៃព្រោះអាមេរិកក៏មិនអាចអត់ថៃដែរនៅក្នុងបណ្ដាប្រទេសអាស៊ានដែនគោកដែលខ្ញុំបានលើកឡើង5ប្រទេសនេះបាទគឺមានតែថៃទេដែលជាសម្ព័ន្ធមិត្តចាក់ទឹកបន្លិចរបស់សហរដ្ឋអាមេរិកបើសហរដ្ឋអាមេរិកលះបង់ថៃនោះគឺអាមេរិកបាត់បង់សម្ព័ន្ធមិត្តអាស៊ានដែនគោកទាំងអស់បាទដូច្នេះទេខ្ញុំជឿថាអាមេរិកនឹងមិនបោះបង់ថៃទេហើយបើសិនជាអាមេរិកជួយកម្ពុជាដោយស្មោះត្រង់នៅក្នុងការដោះស្រាយបញ្ហាចំនួននៅក្នុងការអនុវត្តនៅកិច្ចព្រមព្រៀងសន្តិភាពក្តីការអនុវត្តនៅកិច្ចព្រមព្រៀងបាត់ជុំបាញ់ក្តីអាមេរិកនឹងដាក់យន្តការច្បាស់លាស់ហើយជាពិសេសបើសិនជាមិនគោរពនោះអាមេរិកត្រូវប្រតិកម្មភ្លាមពាក់ព័ន្ធទៅនឹងសពពិវត្តរបស់អាមេរិកដឹងច្បាស់បាទគឺការវាយប្រហារខ្លាំងបំផុតនោះគឺ F-16 របស់អាមេរិកខ្លួនឯងនេះបាទហើយនឹងយន្តហោះទម្លាក់គ្រាប់បែកមួយប្រភេទទៀតរបស់សហរដ្ឋអាមេរិកផងដែរ
ហើយបើយើងពិនិត្យមើលទៅលើនេះទៀតគឺសម្ព័ន្ធអាមេរិកជាអ្នកគ្រប់គ្រងនៅអាវុធទាំងលក់ក្តីទាំងគ្រប់គ្រងក្តីគឺអ៊ីស្រាអែលបាទអ៊ីស្រាអែលនិងអាមេរិកគឺតែមួយទេហើយអាវុធក្រៅពីយន្តហោះ F16 និងយន្តហោះទម្លាក់គ្រាប់បែកមួយប្រភេទទៀតនោះគឺអាវុធជាច្រើនបាទគឺជាអាវុធរបស់អ៊ីស្រាអែលបាទដូច្នេះទេខ្ញុំអ្វីដែលខ្ញុំមើលពិនិត្យមែនទែនទៅគឺខ្ញុំមានការនៅតែសង្ស័យអាមេរិកបើកមុខទាញយកកម្ពុជាធ្វើជាជួយកម្ពុជាប៉ុន្តែខាងក្រោយគឺជាអ្នកគ្រប់គ្រងថៃដដែលទេជាសម្ព័ន្ធមិត្តរបស់គេតាមរយៈបើកឲ្យប្រើប្រាស់នៅយន្តហោះរបស់គេដដែលទាំងពីរប្រភេទអនុញ្ញាតឲ្យអ៊ីស្រាអែលបញ្ជូននៅអាវុធបាទតទំនើបដើម្បីមកវាយកម្ពុជាដូច្នេះទេខ្ញុំយល់ឃើញថាចិននៅតែជាសម្ព័ន្ធមិត្តនិងជាអ្នកគ្រប់គ្រងកម្ពុជាដែលអាចជឿជាក់បានបាទគ្រប់កលៈទេសៈហើយអាមេរិកនិងថៃខ្ញុំជឿជាក់ថាគេក៏មិនអាចបោះបង់ចោលដែរពីព្រោះប្រទេសដីគោកនៅក្នុងអាស៊ាននេះចំនួន5នេះគឺគេមាននៅតែថៃមួយទេបើមិនជាគេបោះបង់ថៃទៀតមានន័យថាអាស៊ានបានបែកជា2គឺអាស៊ានដីគោកជាសម្ព័ន្ធមិត្តរបស់ចិនហើយនឹងអាស៊ានដែនទឹកមួយចំនួនធំជាសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាហ្វីលីពីនសិង្ហបុរីបាទជាដើមដែលនឹងហើយក៏មានបាទផងដែរខ្ញុំបញ្ជាក់មួយរយៈក្រោយនេះក៏មានបណ្ដាប្រទេសសមាជិកអាស៊ានមួយចំនួនបានងាកទៅចាប់រុស្ស៊ីឧទាហរណ៍ឡាវបានទៅទស្សនកិច្ចបាទជានាយកដីឡាវបានទៅទស្សនកិច្ចនៅរុស្ស៊ីបានធ្វើសមយុទ្ធយោធាជាមួយនឹងរុស្ស៊ីបន្ទាប់មកស្ដេចរបស់ម៉ាឡេស៊ីបានទៅទស្សនកិច្ចនៅរុស្ស៊ីហើយចុងក្រោយនេះបាទគឺប្រធានាធិបតីរបស់ឥណ្ឌូនេស៊ីបានទៅទស្សនកិច្ចផ្លូវការនៅរុស្ស៊ីផងដែរដូច្នេះទេបច្ចុប្បន្ននេះបាទគឺសមាជិកនៅក្នុងអាស៊ាននេះគឺមិនមានគេហៅថាខំសង្ស៊ីការឯកភាពគ្នាតែមួយទៅលើបញ្ហាភូមិសាស្ត្រនយោបាយទេពិបាកនឹងធ្វើការសមរកម្មណាស់អាស៊ាននេះគឺដំណើរការរបស់អាស៊ានសមាជិកនីមួយៗគឺមាននិន្នាការផ្សេងគ្នាមានឥទ្ធិពលរបស់មហាអំណាចផ្សេងគ្នាបាទនៅក្នុងនោះយើងឃើញចុងក្រោយនេះគឺមានវៀតណាមឡាវម៉ាឡេស៊ីឥណ្ឌូនេស៊ីបានទំនាក់ទំនងល្អជាមួយនឹងរុស្ស៊ីមានកម្ពុជាមានឡាវមានភូមាដែលមានទំនាក់ទំនងល្អជាមួយនឹងចិនមានហ្វីលីពីនមានសិង្ហបុរីថៃមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកបាទដូច្នេះទេនេះគឺជាបញ្ហាភូមិសាស្ត្រនយោបាយហើយសរុបចុងក្រោយមកវិញខ្ញុំជឿជាក់ថាអ្វីដែលយើងនៅតែជឿជាក់បានដែលពឹងផ្អែកបានមិត្តដែលមិនអាចចោលកម្ពុជាបានកម្ពុជាក៏នៅតែអាចទុកចិត្តបានគឺមានតែចិនទេមានតែចិនទេកុំជឿខ្ញុំមិនវិភាគគ្រប់ជ្រុងទៅខ្ញុំមិនជឿសហរដ្ឋអាមេរិកថាជួយកម្ពុជាដោយសុទ្ធចិត្តដោយអស់ពីចិត្តនោះទេពីព្រោះថៃនៅតែជាកូនសំណប់របស់គេនៅក្នុងចំណោមសមាជិកអាស៊ានដែនគោកតែមួយគត់